អ្នកតោះគ្នាតាមរៀនលេង PVP គួរតែមើលវីដេអូនេះហើយទៅគឺវាមានម៉ូដលុយៗខ្លាំងមែនទែនក្នុងការលេង PVP អ្នកនរគ្នាលេង PVP រដងនឹងអង្គុយចុច position ចឹងមែនអ្នកគ្នានេះនឹងអង្គុយចុច select position ចឹងមែនព្រោះនេះសិនជាអ្នកនរគ្នានៅតែធ្វើអញ្ចឹងអ្នកគ្នាវាយ PVP គឺអត់ឈ្នះគេទេអ្នកគ្នាធានាហ្មងគឺគេវាយងាប់រហូតហ្មងវាយកម្រឈ្នះគេណាអ្នកគ្នាគ្រាន់តែ download my Twitch មួយទៅគឺងាយស្រួលក្នុងការលេងអ្នកគ្នាមើលឃើញលឿនអត់អ្នកគ្នាគ្រាន់ចុច shift ហើយគ្រាន់តែចុចទៅលើ position ហ្នឹងមកគឺវាមកអូតូទាំងអស់ហ្មងអ្នកគ្នាគាត់តែអូសម៉ៅចង់វាមកអូតូហ្មងអ្នកគ្នាលឿនអត់វាមិនចាំបាច់អង្គុយ shift ហើយនឹងអង្គុយចុចមួយអញ្ចឹងវាយូរអ្នកគ្នាគាត់ដល់អានេះមកវាអូតូបាត់ហើយអូខេអ្នកគ្នាអញ្ចឹងគឺលយមែនតើអ្នកគ្នាអាច down បានបាទ link នៅដូចរត់ដងរមើលខ្លួនឯងទៅហើយតែចង់ down ក៏ down ទៅ down ត្រូវត្រូវ version អ្នកគ្នាបាទបើ down អត់ត្រូវ version ទេអ្នកគ្នាដាក់ទៅវាអត់ចេញទេ down ត្រូវ version វាទៅវាចេញហើយអូខេអញ្ចឹងអ្នកគ្នាអាច down បានហើយយើងចូលមកកាន់ mode មួយទៀតគឺជា mode inventory អ្នកគ្នាចូលមកកាន់ setting មកដើម្បីសេរី setting វាសិនឥឡូវអ៊ំមកកាន់ inventory នេះអ្នកគ្នា inventory HUD អានេះគឺជា control armor ហើយនេះ inventory អញ្ចឹងយើងអាចសេរីប៊ូតុងមួយទៅងាយស្រួលក្នុងការបិទបើកអញ្ចឹងណាហើយអានេះខ្ញុំដាក់ប៊ូតុងដែលខ្ញុំអត់ប្រើសិនខ្ញុំដាក់អក្សរ N អានេះខ្ញុំអត់ប្រើទេអានេះ armor អ្នកគ្នា armor ហើយposition នេះខ្ញុំដាក់ប៊ូតុង B ខ្ញុំអត់ប្រើទេអក្សរ B អូខេចុចខ្ញុំដាក់ប៊ូតុងហ្នឹងទៅងាយស្រួលក្នុងការបិទបើកអាហ្នឹងចង់បើកពេលណាក៏បានដែរហើយបើសិនតែអ្នកគ្នាគឺលោតពណ៌ក្រហមចេះអាហ្នឹងមានន័យថាអ្នកគ្នាមានប៊ូតុងហ្នឹងហើយអញ្ចឹងអ្នកគ្នាដូរប៊ូតុងទៅដាក់ប៊ូតុងឲ្យផ្សេងទៅយើងអាចចុចបានទេអ្នកគ្នាចុចទៅវាដំណើរការបើសិនអាពណ៌ក្រហមនេះទៅវាដំណើរការទេអញ្ចឹងខ្ញុំដាក់អក្សរ M វិញមកដាក់អក្សរ M មកអូខេហើយអ្នកគ្នាអញ្ចឹងអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេអាហ្នឹងចង់ដាក់វាក៏បានអត់ក៏បានអាហ្នឹងឥឡូវយើងចេញមកក្រៅមកហើយអ្នកគ្នាឃើញនេះប៊ូតុងរបស់ខ្ញុំជំរឿអ្នកគ្នាអូខេ inventory ខ្ញុំគាត់ចុចអក្សរដែលខ្ញុំបានដាក់ inventory ហ្នឹងចុចអក្សរលើហ្នឹងទីបិទបើកចង់បើកក៏បានអត់ក៏បានឃើញអ្នកគ្នានេះគឺឡយហ្មងអ្នកគ្នាបាទ MZ ហ្មង position នេះហ្នឹងយើងចង់បិទក៏បានអត់ក៏បានហើយអ្នកគ្នាគ្រាន់តែចុចមកកាន់ setting វាមកហើយអានេះយើងអាចបិទវាបានអានេះបិទហ្មងអ្នកគ្នាបិទឃើញបិទ ground គឺបិទតែអត់ឃើញទេអ្នកគ្នាចង់ធ្វើអញ្ចឹងក៏បានដែរតែយល់ល្អឲ្យអ្នកគ្នាសេរីប៊ូតុងទៅហើយចុចប៊ូតុងបិទបើកទៅវាងាយស្រួលជាងអានេះយើងអាចសេរីអាហ្នឹងដាក់មកខាងនេះមកអាហ្នឹងរដងវានៅកណ្ដាលនេះចឹងដាក់កណ្ដាលហ្នឹងវិញមកហើយអានេះបើសិនយើងដាក់នៅចិត្តឡើង inventory របស់យើងគឺវានឹងលោតទៅមកជាហៀងទៀតម្នាក់ពាក់កណ្ដាលអញ្ចឹងខ្ញុំដាក់នេះទៅខ្ញុំចូលដាក់ពាក់កណ្ដាលណាហើយអា position នេះងាយស្រួលក្នុងការលេង PVP ហ៎អស់ position ឬក៏នៅយើងអាចដឹងអញ្ចឹងណាហើយសេរីណាដាក់ណាក៏បាននេះគ្នាស្រេចតែយើងទេអូខេចាហ្នឹងវាអត់មានច្រើនតែប៉ុណ្្នឹងទេហើយចុចមកវិញធម្មតាមកគឺវាបាននេះគ្នាបិទបើកហ្នឹងអ្នកគ្នាខ្ញុំចង់បិទក៏បានអត់ក៏បានហ៎ចង់បិទក៏បានអត់ក៏បានមើលគេ position ក៏យ៉ាងនេះចង់បិទក៏បានអត់ក៏បានអូខេឡយមែនតើអ្នកគ្នាចឹងអាច down បាន link នៅខាងក្រោម description របស់ខ្ញុំបាទចឹងអាចចូលទៅ down ទៅគឺ link ងាយស្រួល down តែមានបាក់ down ទេហើយ down ហើយយកទៅដាក់ឲ្យត្រូវ version ទៅគឺវាដំណើរការអ្នកគ្នាកុំឲ្យតែអ្នកគ្នា down ទៅខុស version គឺវាអត់ដំណើរការអីខ្ញុំអត់ដឹងទេមិនសួរខ្ញុំទេបើសិនគេ down ខុស version អីអត់ដំណើរការគឺខ្ញុំអត់ដឹងទេអញ្ចឹង link download នៅខាងក្រោម description